លោកអាចដឹងហើយហើយខ្ញុំមានរឿងមួយខ្ញុំឈឺចាប់ដល់ថ្ងៃនេះគេស្នើឲ្យកម្ពុជាលក់គយខ្ញុំមិនធ្វើតាមដោយសារអារឿងខ្ញុំមិនព្រមលក់គយទៅមានឧបទ្ទហេតុកើតឡើងជាបន្តបន្ទាប់ដោយគេយល់ថាខ្ញុំមិនព្រមស្ដាប់គេអរណាសូមប្រាជ្ញទៅបើខ្ញុំបង្ហាញឯកសារនេះហើយបើខ្ញុំយល់ព្រមការពីពេលនោះលក់គយការលក់គយស្មើនឹងការលក់អធិបតេយ្យរបស់ជាតិនេះជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏ធំមួយដែលមកផ្ដល់កម្រិតឲ្យយើងខ្ញុំបានមុនប្រមានមន្ត្រីកម្ពុជាសូមឲ្យបញ្ចប់ការចរចាជាបន្តហើយអ្នកណាចរចាលើបញ្ហានេះនឹងត្រូវដកចេញពីតំណែងហើយខ្ញុំបានចារថាបើសិនចង់ទិញគឺសុំមកទិញអំណាចពីហ៊ុនសែនតែម្ដងហ៊ុនសែនធ្វើយុទ្ធនាការបោះឆ្នោតជាប់ជានាយករដ្ឋមន្ត្រីខ្ញុំនឹងលក់សេវានាយករដ្ឋមន្ត្រីជូនលោកតែម្ដងលោកនឹងមានលទ្ធភាពខ្ពស់ជាងនេះដោយបានគ្រប់គ្រងទាំងកងទ័ពទាំងនគរបាលកម្លាំងប្រដាប់អាវុធនិងសេវាទាំងអស់មកគ្រប់គ្រងជំនួសនាយករដ្ឋមន្ត្រីហើយចាំដល់ពេលបោះឆ្នោតខ្ញុំនឹងធ្វើយុទ្ធនាការបោះឆ្នោតរួចហើយលក់ឲ្យលោកតែម្ដងបញ្ហាគយជាសេវាអធិបតេយ្យដែលមិនអាចផ្ដល់ឲ្យនរណាមួយបានទេលោកដឹងហើយថាគយអាចត្រូវបានបំពាក់អាវុធគយអាចត្រូវបានបំពាក់អធម្មវាកចៈគយអាចត្រូវបានបំពាក់ដោយនាវាល្បាតបត់បដិញហេតុអ្វីបានជាគេបបួលយើងឲ្យលក់គយនៅពេលដែលយើងមិនព្រមស្រាប់គេរងរឿងយើងរហូតខ្ញុំគិតថាអ្នកដែលបានស្ដាប់ឮខ្ញុំនិយាយនឹងដឹងខ្លួនឯងគេរករឿងខ្ញុំគេរករឿងរាជរដ្ឋាភិបាលកម្ពុជាមានមូលហេតុធំមួយគឺមូលហេតុដែលខ្ញុំមិនព្រមស្ដាប់អំពីការស្នើសុំឲ្យកម្ពុជាលក់គយរឿងនេះប៉ុន្តែផ្ទុយទៅវិញមេដឹកនាំរបស់ចិនខ្ញុំមិនដែលបានស្ដាប់មេដឹកនាំរបស់ចិនរាប់ទាំងប្រាក់ដែលចិនផ្ដល់ជាជំនួយឲ្យជាឥតសំណងឲ្យជាកម្ចីឥតការប្រាក់ឬកម្ចីសម្បត្តិមិត្តចិនមិនដែលបានកំណត់ថាត្រូវធ្វើនៅកន្លែងនេះឬកន្លែងនោះទេសំខាន់កម្ពុជាជាអ្នកលើកគម្រោងដោយខ្លួនឯងឧទាហរណ៍ផ្លូវត្រូវការផ្លូវណាមុនត្រូវការផ្លូវណាក្រោយទៅតាមអធិភាពរបស់កម្ពុជាទៅតាមការចង់បានរបស់កម្ពុជាខុសពីប្រទេសដទៃដែលចង្អុលប្រាប់យើងថាគេនឹងផ្ដល់ហេរញ្ញប្បទានប៉ុណ្ណេះទៅលើផ្លូវនោះហើយបើយើងមិនធ្វើផ្លូវនោះគឺយើងមិនបានលុយនឹងទេមិនបានលុយនឹងទេអញ្ចឹងសូមនិយាយគ្នាឲ្យច្បាស់នៅទីនេះព្រោះខ្ញុំទ្រាំអត់ធ្មត់នៅការមើលងាយមើលថោកមកដល់កម្ពុជាហើយក៏ជាការមើលងាយទៅដល់ថ្នាក់ដឹកនាំចិនដែរថាជាអ្នកដើរទិញដូរជាអ្នកដើរគៀបសង្កត់ជាអ្នកដើរលួងលោមចរិតអ្នកដឹកនាំចិនមិនដូចសោះទេអ្វីដែលចិនចង់បានគឺស្មើភាពស្មើសិទ្ធិដូចអ្វីដែលយើងចង់បានមិនថាប្រទេសធំឬប្រទេសតូចនោះទេអានេះតែខ្ញុំសូមបញ្ជាក់ហើយអ្នកដែលនិយាយថាចិនមកសង្កត់កម្ពុជាទេគឺជាអ្នកដែលសង្កត់កម្ពុជាពិតប្រាកដនេះដែលខ្ញុំចង់បញ្ជាក់តែខ្ញុំមិនបញ្ចេញឈ្មោះឋានណាទេហើយខ្ញុំចង់ជៀសវាងនៅអ្វីដែលជាការព្រោះពិបាកដែរក្នុងឋានៈជាជាតិមួយហើយត្រូវបានប្រជាពលរដ្ឋបោះឆ្នោតផ្ដល់ការទុកចិត្តបែរជាត្រូវទទួលថាត្រូវធ្វើចេះត្រូវធ្វើចុះពិបាកទទួលហើយខ្ញុំមិនចេះធ្វើខ្ញុំមិនចេះធ្វើនៅពេលមួយក្នុងពេលប្រជុំម្ចាស់ជំនួយជាមួយម្ចាស់ជំនួយខ្ញុំបាននិយាយប្រាប់គេត្រង់ខ្ញុំថាអស់លោកមួយចំនួនបាននិយាយថាកាលពេលកងទ័ពវៀតណាមនៅកម្ពុជាវៀតណាមមកត្រួតកម្ពុជាក៏ប៉ុន្តែខ្ញុំសូមប្រាប់អស់លោក
ពេលកងទ័ពវៀតណាមនៅកម្ពុជាខ្ញុំមានឯករាជ្យលើសពីនេះឆ្ងាយណាស់ព្រោះខ្ញុំមានសិទ្ធិសម្រេចលើបញ្ហានយោបាយសេដ្ឋកិច្ចរបស់ខ្ញុំក្នុងពេលដែលមានកងទ័ពវៀតណាមនៅកម្ពុជានៅវៀតណាមមិនតាន់មានការកែតម្រង់ទេមិនតាន់ធ្វើសេដ្ឋកិច្ចទីផ្សារទេតែនៅកម្ពុជាបានធ្វើសេដ្ឋកិច្ចទីផ្សារមុនវៀតណាមខ្ញុំមានឯករាជ្យលើសពីនេះប៉ុន្តែនៅថ្ងៃនេះពេលនេះខ្ញុំទទួលជំនួយពីអស់លោកខ្ញុំមានការលំបាកណាស់អស់លោកតម្រូវឲ្យខ្ញុំធ្វើនេះបើខ្ញុំមិនធ្វើតាមអស់លោកអាងតែពាក្យកាត់ជំនួយអញ្ចឹងទេបញ្ហានេះខ្ញុំមិនចង់ឲ្យមានស្ថានភាពបែបនេះទេណាហើយករណីនេះចិនមិនដែលបានធ្វើកិច្ចការនេះជាមួយនឹងកម្ពុជាទេខ្ញុំនិយាយយ៉ាងដូចនេះខ្ញុំមិនទៅសើចិនទេប៉ុន្តែរឿងពិតវាយ៉ាងដូចនេះប្រទេសតូចមួយហើយត្រូវបានស្វាគមន៍ពីប្រទេសធំមិនមែននិយាយអញ្ចឹងមិនមែនតែចិនទេមានប្រទេសជាច្រើនទៀតគេក៏ធ្វើដូចគ្នាដែរគេធ្វើដូចគ្នាដែរក៏ប៉ុន្តែអ្វីដែលខ្ញុំស្អប់ខ្ពើមហើយខ្ញុំធុញទ្រាន់ក្នុងរយៈពេលកន្លងទៅនេះគេនិយាយពីការដែលកម្ពុជានៅក្រោមការគៀបសង្កត់របស់ចិនរហូតដល់គេថាដោយសារកម្ពុជាជាប្រធានអាស៊ានកម្ពុជាមានសិទ្ធិនឹងកំណត់របៀបវិរៈហើយរបៀបវិរៈនោះច្បាស់ជានៅក្រោមឥទ្ធិពលរបស់ចិននេះជាបញ្ហាខុសឆ្គងទាំងស្រុងទៅនឹងបែបបទការងាររបស់អាស៊ានហើយខ្ញុំគិតថាយើងប្រហែលជាដល់ម៉ោងដើម្បីឃ្លានបាយហើយបើសិនជាអស់លោកស្រីមិនឃ្លានក៏ខ្ញុំឃ្លានដែរខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងសូមមិនចាំបាច់ផ្ដល់ជំនួយបន្ថែមទេសូមអរគុណបាទ